សម័យមើលបាទប្រជាជនចំនួន 33,000 នាក់រស់នៅចាក់ស្រេះគ្នាលើផ្ទៃដីត្រឹមតែ 2.6 ហិកតាប៉ុណ្ណោះនេះជា Kowloon Walled City ដើមឡើយតំបន់នេះជាមន្ទីរយោធាចិនតូចមួយនាសម័យរាជវង្សឈិងបន្ទាប់ពីអង់គ្លេសកាន់កាប់ហុងកុងក្នុងសតវត្សទី 19 តំបន់នេះនៅតែស្ថិតក្រោមអធិបតេយ្យភាពរបស់ចិនប៉ុន្តែក្រោយមកបានក្លាយជាតំបន់មួយដែលគ្មានរដ្ឋាភិបាលណាគ្រប់គ្រងយ៉ាងហ្មត់ចត់ឡើយដោយសារតែវិវាទអំណាចរវាងចិននិងអង់គ្លេសលទ្ធផលគឺតំបន់នេះបានក្លាយជាភូមិសាស្ត្រគ្មានច្បាប់ដែលមិនមានពន្ធមិនមានច្បាប់សំណង់និងគ្មានប៉ូលីសចូលអន្តរាគមន៍ឡើយដោយសារគ្មានការគ្រប់គ្រងជាផ្លូវការអគារនីមួយៗត្រូវបានសាងសង់បន្ថែមជាន់គ្នាដោយគ្មានប្លង់រួមនោះទេអគារជាង300ខ្នងត្រូវបានផ្សារភ្ជាប់គ្នាយ៉ាងជិតស្និទ្ធរហូតដល់ផ្នែកខាងលើទាំងអស់ស្ទើរតែប៉ះគ្នាទៅហើយបង្កើតបានជាដំបូលតែមួយដ៏ធំផ្លូវដើររវាងអគារមានទទឹងតែប៉ុន្មានសង់ទីម៉ែត្រប៉ុណ្ណោះហើយពន្លឺថ្ងៃស្ទើរតែមិនអាចចូលទៅដល់ជាន់ខាងក្រោមបានទេដូច្នេះអ្នកស្រុកត្រូវពឹងផ្អែកទៅលើភ្លើងអគ្គិសនីជាចាំបាច់នៅក្នុងទស្សនៈស្ថាបត្យកម្ម Kowloon Walled City នេះអគារភាគច្រើនសាងសង់ដោយបេតុងសាមញ្ញមានការគណនាបន្ទុករចនាសម្ព័ន្ធត្រឹមត្រូវទេហើយកម្ពស់អគារបានកើនឡើងដល់13ទៅ14ជាន់ដោយផ្អែកលើគ្នាទៅវិញទៅមកចំពោះដងសិទ្ធិប្រជាជននៅតំបន់នេះមានសភាពខ្ពស់ជាងគេនៅលើពិភពលោកដែលគ្មានទីធ្លាទំនេរគ្មានច្រកចេញចូលអាសន្នហើយប្រព័ន្ធទឹកនិងអគ្គិសនីត្រូវបានបន្តភ្ជាប់ដោយខ្លួនឯងតាមរបៀបខុសច្បាប់ដោយចែកគ្នាប្រើរវាងគ្រួសារនិងគ្រួសារវិស្វកម្មរចនាសម្ព័ន្ធសម័យបច្ចុប្បន្នចាត់ទុក Kowloon Walled City នេះជាឧទាហរណ៍អំពី Mega Structure ដោយធម្មជាតិព្រោះថាទីក្រុងមួយនេះបានដុះឡើងដោយខ្លួនឯងគ្មានស្ថាបត្យករណាបានរចនាទុកមុនទេធ្វើត្បិតតែមានស្ថានភាពមិនស្របច្បាប់ក៏ដោយក៏មានហាងលក់ទំនិញរោងចក្រតូចៗគ្លីនិកព្យាបាលដោយគ្មានអាជ្ញាប័ណ្ណនិងសាលារៀនរស់នៅជាមួយគ្នានៅក្នុងទីនោះដែរភាពជិតស្និទ្ធនេះហើយបានបង្កើតឲ្យមានបញ្ហាឧក្រិដ្ឋកម្មគ្រឿងញៀននិងគ្មានអនាម័យដែលធ្វើឲ្យវាទទួលបានឈ្មោះថាទីក្រុងងងឹតរដ្ឋាភិបាលហុងកុងនិងចិនបានឯកភាពគ្នាផ្ដួលរលំ Kowloon Walled City នេះនៅក្នុងឆ្នាំ 1993 ដល់ឆ្នាំ 1994 បន្ទាប់ពីផ្លាស់ទីលំនៅប្រជាជនរាប់ម៉ឺននាក់បច្ចុប្បន្នកន្លែងនោះត្រូវបានប្រែក្លាយជាឧទ្យាន Kowloon Walled City Park ដែលរចនាបែបសួនច្បារចិនបុរាណធ្វើត្បិតតែបាត់បង់ចេញពីផែនទីប៉ុន្តែនៅតែស្ថិតនៅក្នុងការចងចាំ